នេះហើយជាកំភ្លើងលបាញ់របស់កងទ័ពអ៊ុយក្រែនដែលបានចាត់ការទាហានរុស្ស៊ីពីរនាក់ក្នុងរយៈចម្ងាយ4គីឡូម៉ែត្រនៅពេលថ្មីនេះទាហាន Sniper អ៊ុយក្រែនបានបំបែកអេតតកម្មពិសេសមួយនោះគឺបានបាញ់សម្លាប់ទាហានរុស្ស៊ីក្នុងចម្ងាយ4គីឡូម៉ែត្របើយោងតាមសារព័ត៌មាន Fox News របស់សហរដ្ឋអាមេរិកបានផ្សាយថាអង្គភាពអ្នកលបាញ់អ៊ុយក្រែនមួយក្រុមកាលពីថ្ងៃប្រហ័សកន្លងទៅបានបំបែកអេតតកម្មពិភពលោកដោយបានបាញ់សម្លាប់ទាហានរុស្ស៊ីក្នុងចម្ងាយ 13,000 feet ស្មើនឹង4គីឡូម៉ែត្រ Fox News បានចេញផ្សាយដោយផ្អែកតាមសារព័ត៌មាន Kyopo ដែលបានរាយការណ៍ថាការបាញ់ប្រហារនេះគឺបាញ់ដោយកាំភ្លើងដែលផលិតដោយអ៊ុយក្រែនផ្ទាល់និងជំនួយដោយបញ្ញាសិប្បនិម្មិតនិងការណែនាំពីយន្តហោះគ្មានមនុស្សបើកបានធ្វើឲ្យទាហានរុស្ស៊ីពីរនាក់បានស្លាប់ក្នុងតំបន់ Pskov ប្រទេសអ៊ុយក្រែនយោងតាមសារព័ត៌មាន Kyopo គឺអ្នកកាសែត Yotia Yuri Butosov បាននិយាយថាការបាញ់ប្រហារបំបែកកំណត់ត្រាត្រូវបានធ្វើឡើងនៅថ្ងៃទី14ខែសីហាឆ្នាំ2025ដោយប្រើបញ្ញាសិប្បនិម្មិតនិងការតាមដានគោលដៅផ្ដល់ព័ត៌មានដោយយន្តហោះគ្មានមនុស្សបើកទាហានអ៊ុយក្រែនបានប្រើប្រាស់កាំភ្លើង Snap Alligator 14.5 មីលីម៉ែត្រអំពីកាំភ្លើងលបាញ់ Alligator វាគឺជាប្រភេទកាំភ្លើងលបាញ់ដ៏គ្រោះថ្នាក់បំផុតផលិតដោយអ៊ុយក្រែនក្នុងឆ្នាំ2021អ៊ុយក្រែនបានផលិតវាឡើងក្នុងគោលបំណងបាញ់កំទេចទូអង់តែនសេវាខ្សែភ្លើងរត់ពីដែកនិងគ្រឿងសឹកផ្សេងឬក៏យើងអាចនិយាយបានថា Sniper Alligator នេះគឺជាកាំភ្លើងលបាញ់ធន់ធ្ងន់ Anti-Material Rifle ដោយវាមានបណ្ដោយប្រវែង2ម៉ែត្រនិងមានទម្ងន់25គីឡូក្រាមប្រើប្រាស់គ្រាប់ប្រភេទ 14.5 គុណនឹង114មីលីម៉ែត្របាញ់បានចម្ងាយ4គីឡូម៉ែត្រជាចម្ងាយបាញ់ចំគោលដៅបានល្អនិងចម្ងាយឆ្ងាយបំផុត7គីឡូម៉ែត្រអត្រាល្បឿនគ្រាប់រត់វិញគឺ980ម៉ែត្រក្នុង1វិនាទីដោយក្នុងមួយបង់មាន5គ្រាប់អាចបំពាក់ telescope សម្រាប់មើលគោលដៅតាមបែបស្តង់ដារសហរដ្ឋអាមេរិកឬក៏ស្តង់ដាររុស្ស៊ី Alligator ត្រូវបានកងទ័ពអ៊ុយក្រែនប្រើប្រាស់យ៉ាងសកម្មបំផុតក្នុងការប្រយុទ្ធទប់ទល់នឹងកងទ័ពរុស្ស៊ីចាប់ពីឆ្នាំ2022មក